អាកាសធាតុរាងត្រជាក់ៗចាមេឃរាងភ្លៀងបែបនេះបើសិនជាបានសម្លក្តៅមួយចានគឺថាមកញ៉ាំមិនដឹងថាបែកញើសស្រួលខ្លួនយ៉ាងណាទេដូចជាសម្លមួយឆ្នាំងនេះជាដើមគឺថាមានបន្លែចម្រុះនៅក្នុងឆ្នាំងតែមួយរសជាតិសាបសាបប៉ុន្តែផ្អែមចេញពីបន្លែដែលយើងផ្សំនៅក្នុងនោះជម្រាបសួរសំណព្វចិត្តទាំងអស់គ្នាជួបជាមួយខ្ញុំនៅការចែករំលែកនៅវីដេអូថ្មីនៅក្នុងផេកគង់ស្រីណែតថ្ងៃនេះគឺថាមានទំពាំងចារាងខ្ចីៗល្អដែរដែលម៉ាក់គាត់ផ្ញើមកឲ្យមុនដំបូងនឹកឃើញថាចង់យកមកខជាមួយនឹងជើងជ្រូកហើយចិត្តមួយទៀតនឹកឃើញថាចង់ជ្រក់ទំពាំងប៉ុន្តែដោយសារតែអាកាសធាតុរាងត្រជាក់ៗនឹកឃើញថាបើសិនជាយកមកស្លគឺរសជាតិប្រហែលជាឆ្ងាញ់ហើយនិងស្រួលខ្លួនជាងអញ្ចឹងថ្ងៃនេះនឹកឃើញថាចង់ញ៉ាំសម្លទំពាំងប៉ុន្តែសម្រាប់ស្លទំពាំងថ្ងៃនេះគឺខ្ញុំអត់មានប្រើប្រហុកជាមួយនឹងខ្ទិះដូងទេអ្នកទាំងអស់គ្នាគឺសូមមកស្លរបៀបធម្មតារសជាតិរាងស្រាលៗហើយសម្រាប់គ្រឿងផ្សំក៏ខ្ញុំអត់មានបង់អ្វីច្រើនដែរថ្ងៃនេះនឹកឃើញថាចង់ញ៉ាំរសជាតិរាងស្រាលចាអត់សូវចង់បានរសជាតិរាងដិតឬមួយក៏ធ្ងន់ពេកទេចង់ឲ្យរសជាតិដែលវាផ្អែមឆ្ងាញ់ហ្នឹងគឺចេញពីបន្លែដែលយើងផ្សំនៅក្នុងនោះណាអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីធ្វើការចាហើយយកសំបកទំពាំងចេញហើយគឺខ្ញុំបានសកចាហើយនឹងចិតយកតាកន្លែងណាដែលខ្ចីបន្ទាប់ពីធ្វើការចិតហើយខ្ញុំក៏បានយកទំពាំងយើងមកលាងសម្អាតប្រហែលជា2-3ទឹកដែរបន្ទាប់មកគឺយើងយកទំពាំងយើងមកស្រុះដើម្បីកាត់ចារសជាតិហាងរបស់ទំពាំងហើយខ្ញុំក៏បានបន្ថែមជាមួយនឹងបាយកកចូលដែរអ្នកទាំងអស់គ្នានិយាយទៅសម្រាប់ការបន្ថែមបាយកកឬមួយក៏អង្ករនេះគឺជាក្បួនដែលខ្ញុំចេះពីម៉ាក់ខ្ញុំទេខ្ញុំអត់ដឹងថាវាជារូបមន្តពិតប្រាកដឬមួយក៏យ៉ាងណាទេគឺទម្លាប់ស្ងោរទំពាំងគឺម៉ាក់ខ្ញុំគាត់តែងតែដាក់អង្ករឬមួយក៏បាយកកគាត់ថាដាក់បែបនេះទៅគឺធ្វើឲ្យទំពាំងយើងវាអត់ហាងណាអ្នកទាំងអស់គ្នាអញ្ចឹងងាកមកមើលផ្នែកបន្លែដែលខ្ញុំផ្សំនៅក្នុងសម្លទំពាំងយើងគឺថ្ងៃនេះខ្ញុំមានប្រហែលជា3-4មុខដែរទី1គឺខ្ញុំជ្រើសរើសប្រើជាមួយនឹងផ្សិតចំបើអ្នកទាំងអស់គ្នាឬមួយក៏យើងអាចប្រើផ្សិតសចាផ្សិតអ្វីក៏បានដែរនិយាយទៅផ្សិតច្រើនកាលណាឆ្ងាញ់កាលហ្នឹងអញ្ចឹងសម្រាប់បន្លែទី2គឺខ្ញុំមានជាមួយនឹងស្នៀតពោតអ្នកទាំងអស់គ្នាសម្រាប់ស្នៀតពោតដែលរាងធំៗគឺខ្ញុំពុះមួយជា2អ្នកទាំងអស់គ្នាហើយបដូរណារាងខ្ចីៗគឺខ្ញុំដាក់ទាំងមូលតែម្ដងអ្នកទាំងអស់គ្នាសម្រាប់ប្រភេទបន្លែទាំងអស់នេះគឺជាសុទ្ធតែជាបន្លែដែលមានរសជាតិផ្អែមអ្នកទាំងអស់គ្នាដូចជាអានោងជាដើមនិយាយទៅគឺថាបន្លែដែលយើងផ្សំនៅក្នុងស្លមួយឆ្នាំងនេះគឺភាគច្រើនគឺសុទ្ធតែជាប្រភេទបន្លែផ្អែមអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់អានោងនេះគឺខ្ញុំធ្វើការចិតសំបករួចរាល់ហើយគឺខ្ញុំចាយកមកកាត់រាងដុំល្មមៗដែរអ្នកទាំងអស់គ្នាចាអញ្ចឹងនេះគឺជាទំពាំងដែលខ្ញុំបានស្រុះរួចរាល់ហើយចំណាយពេលប្រហែលជា20នាទីសម្រាប់ផ្នែកសាច់គឺខ្ញុំជ្រើសរើសប្រើមានជាមួយនឹងត្រីលាយជាមួយនឹងកូនកំពឹសហើយនឹងមានសាច់ជ្រូកចិញ្ច្រាំបន្តិចដែរអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ផ្នែកបន្លែទាំងអស់នេះគឺខ្ញុំបានត្រៀមរួចរាល់អស់ហើយចាគឺថាគ្រាន់តែឃើញបន្លែគឺថាស្រក់ទឹកមាត់តែម្ដងដឹងតែផ្អែមឆ្ងាញ់ហើយដូចជាស្លឹកបាសចាហើយនេះគឺជាស្លឹកផ្អែមហើយខ្ញុំក៏មានផ្ទីហើយនិងម្អមដែរអញ្ចឹងឥឡូវនេះគឺយើងងាកមកធ្វើការស្លតែម្ដងបន្ទាប់ពីធ្វើការដាក់ដាំទឹកឲ្យរាងពុះបន្តិចហើយខ្ញុំក៏បន្ថែមជាមួយនឹងម្ទេសនិងខ្ទឹមសចូលទៅអ្នកទាំងអស់គ្នាហើយយើងក៏ដាក់ចូលជាមួយនឹងទំពាំងតែម្ដងដោយសារតែទំពាំងនេះគឺយើងបានស្រុះឆ្អិនហើយអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់សម្លមួយនេះគឺយើងមិនចំណាយពេលក្នុងការចម្អិនយូរទេគឺរហ័សឆ្អិនមែនទែនបន្ទាប់ពីទឹកពុះខ្ញុំក៏បានបន្ថែមជាមួយនឹងអំបិលហើយជាមួយនឹងទឹកត្រីដោយសារតែសម្លមួយមុខនេះគឺខ្ញុំអត់មានបង់ប្រហុកទេអ្នកទាំងអស់គ្នាតែបើសិនជាអ្នកទាំងអស់គ្នាជាអ្នកចូលចិត្តប្រហុកឬមួយក៏ចូលចិត្តក្លិនប្រហុករាងចាស់អ្នកទាំងអស់គ្នាអាចបង់ចូលបន្ថែមក៏បានដែរបន្ទាប់មកខ្ញុំក៏បានលួសជាមួយនឹងម្សៅស៊ុបបន្តិចអ្នកទាំងអស់គ្នាហើយទុករាងពុះទៅក៏វាឡើងរាងពពុះហើយយើងគ្រាន់តែធ្វើការដួសពពុះនឹងចេញទៅបន្ទាប់មកគឺខ្ញុំបានចាបន្ថែមសាច់ត្រីចូលទៅសម្រាប់សាច់ត្រីអ្នកទាំងអស់គ្នាអាចប្រើត្រីពោក៏បានត្រីឆ្លាំងក៏បានចាប៉ុន្តែបើសិនជាយើងប្រើត្រីពោរសជាតិវារៀងឆ្ងាញ់ជាងណាចាអញ្ចឹងបន្ទាប់មកក៏ខ្ញុំបានបន្ថែមជាមួយនឹងសាច់ជ្រូកចិញ្ច្រាំចូលទៅចាគឺយើងរៀងកលែងមកដើម្បីកុំឲ្យសាច់យើងវានៅដុំជាប់គ្នាអ្នកទាំងអស់គ្នាហើយសម្រាប់សម្លមួយមុខនេះគឺកុំកូរខ្លាំងពេកអ្នកទាំងអស់គ្នាតែកូរខ្លាំងពេកគឺបែកសាច់ត្រីអស់ហើយអញ្ចឹងមើលតែសាច់ត្រីហើយនិងសាច់ជ្រូករៀងឆ្អិនល្មមហើយខ្ញុំក៏បន្ថែមបន្លែដែលរឹងចូលទៅមុនដូចជាផ្សិតហើយនិងស្នៀតពោតអ្នកទាំងអស់គ្នាចាអញ្ចឹងបន្ទាប់មកខ្ញុំក៏បន្ថែមជាមួយនឹងរនោងចូលទៅចាហើយអានោងហើយចាមើលតែរៀងស្ពាប់តិចទៅខ្ញុំក៏បានបន្ថែមជាមួយនឹងកំពឹសយើងចូលទៅដែរអ្នកទាំងអស់គ្នាចាអញ្ចឹងទុកតែមួយពុះទៅចាគឺយើងបន្ថែមបន្លែស្លឹកចុងក្រោយគេដោយសារតែបន្លែស្លឹកគឺថាវារហ័សឆ្អិនហើយយើងទុកតែមួយពុះគឺថារួចស្រេចតែម្ដងសម្រាប់សម្លមួយមុខនេះគឺខ្ញុំអត់សូវជាមានបង់គ្រឿងទេសអីច្រើនទេអ្នកទាំងអស់គ្នាសូម្បីតែស្ករក៏ខ្ញុំអត់ប្រើដែរនិយាយទៅរសជាតិវាខ្ញុំចង់បានរាងស្រាលនិយាយទៅសម្លមួយមុខនេះទោះបីជាយើងមិនមានបន្ថែមគ្រឿងផ្សំច្រើនក៏ដោយប៉ុន្តែសម្លមួយមុខនេះគឺថាវាមានរសជាតិឆ្ងាញ់ស្រាប់ពីបន្លែដែលយើងផ្សំនៅក្នុងនោះហើយអញ្ចឹងបន្ទាប់ពីសម្លឆ្អិនយើងគ្រាន់តែបន្ថែម
ចាជាមួយនឹងម្អមចូលទៅដើម្បីបង្កើនក្លិនឈ្ងុយហើយនេះគឺជាម្ទេសដែលខ្ញុំបុកលាយជាមួយនឹងខ្ទឹមសចាគឺអត់មានបន្ថែមគ្រឿងអីដូចគ្នាគ្រាន់តែធ្វើការដួសទឹកស្លចាក់ចូលទៅក្នុងហ្នឹងដើម្បីញ៉ាំផ្ទាប់ជាមួយតែប៉ុណ្ណឹងរសជាតិគឺថាអ្នកទាំងអស់គ្នាស្រាលៗប៉ុន្តែញ៉ាំបាយមួយចានពីរចានណាសឹងតែថាញ៉ាំស្លមួយគោម្នាក់ឯងក៏អស់ដែរ